បញ្ហាមនុស្សធម៌កំពុងបង្កភាពតានតឹងជាថ្មីនៅតំបន់ហ្គាហ្សាអ៊ីស្រាអែលបានបញ្ជាក់ថាកាកបាទក្រហមបានប្រគល់សាកសពចំណាត់ខ្មាំងម្នាក់ទៀតដែលបានស្លាប់នៅហ្គាហ្សាខណៈហាម៉ាស់និងអ៊ីស្រាអែលបន្តមានជម្លោះជុំវិញការពន្យាពេលក្នុងការប្រគល់សាកសពនៅថ្ងៃទី18ខែតុលាអ៊ីស្រាអែលបានបញ្ជាក់ថាកាកបាទក្រហមបានប្រគល់សាកសពចំណាត់ខ្មាំងដែលបានស្លាប់ម្នាក់ទៀតហើយនៅតំបន់ហ្គាហ្សាឲ្យទៅយោធាអ៊ីស្រាអែលស្របពេលមានជម្លោះជុំវិញការពន្យាពេលក្នុងការប្រគល់អដ្ឋិធាតុមកវិញក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហាម៉ាស់និងប្រទេសអ៊ីស្រាអែលជាមួយនឹងគ្នានេះដែរក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃទី17ខែតុលាថាខ្លួនគ្រោងបញ្ជូនសពចំណាត់ខ្មាំងម្នាក់ដែលបានស្លាប់ទៅឲ្យកាកបាទក្រហមខណៈចំណាត់ខ្មាំងទី10ដែលអ៊ីស្រាអែលបានទទួលក្នុងចំណោមសាកសព28នាក់ដែលបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សាទន្ទឹមនឹងគ្នានេះដែរក្រុមហាម៉ាស់បានបន្ថែមទៀតថាការស្វែងរកសាកសពនៅក្រោមគំនរបាក់បែកនៃអគារជាបញ្ហាពិបាកដោយពួកគេត្រូវការគ្រឿងចក្រធុនធ្ងន់និងឧបករណ៍ជីកកាយបន្ថែមដើម្បីជួយពន្លឿនដំណើរការរកសាកសពនិងធានាថាការបញ្ជូនតាមនីតិវិធីអាចប្រព្រឹត្តទៅបានដោយសុវត្ថិភាពអ៊ីស្រាអែលបានស្នើដល់ក្រុមហាម៉ាស់ប្រាប់ពីទីតាំងសាកសពចំណាត់ខ្មាំងហើយបានថ្លែងថាពួកគេជិតអស់ពេលវេលាហើយនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី17ខែតុលាក្រុមយោធារបស់ហាម៉ាស់បាននិយាយថាសាកសពមួយទៀតត្រូវបានរកឃើញហើយនឹងត្រូវបញ្ជូនឲ្យទៅអ៊ីស្រាអែលនៅម៉ោង11យប់ប៉ុន្តែប្រភពពីអ៊ីស្រាអែលបានអះអាងថាបានទទួលកាកបាទក្រហមនៅម៉ោង12:30រំលងអធ្រាត្រឈានចូលថ្ងៃទី18ខែតុលាបញ្ហានេះបានធ្វើឲ្យលក្ខខណ្ឌមួយក្នុងចំណោមផែនការ20ចំណុចនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងហាម៉ាស់និងប្រទេសអ៊ីស្រាអែលដែលជាកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំមានភាពស្រពេចស្រពិលនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងអង្ការ៉ារដ្ឋមន្ត្រីការបរទេសទូគីលោកហាកានហ្វីដែនបាននិយាយថាតើអ៊ីស្រាអែលនឹងប្រើលេសមិនអាចរកទីតាំងសាកសពដែលនៅសេសសល់ក្រោមគំនរបាក់បែកនៃអគាររបស់ក្រុមហាម៉ាស់ជាលេសហើយរំលាយបទឈប់បាញ់ឬយ៉ាងណាសម្រាប់អ៊ីស្រាអែលគឺជាជាក់ថាក្រុមហាម៉ាស់ដឹងពីទីតាំងសាកសពដែលនៅសេសសល់ប៉ុន្តែពួកគេមិនបានប្រឹងប្រែងឲ្យពេញលេញក្នុងការប្រគល់ត្រឡប់មកវិញលោកជីដេអនម៉ូសេរដ្ឋមន្ត្រីការបរទេសរបស់អ៊ីស្រាអែលបានថ្លែងថាហាម៉ាស់កំពុងប្រើប្រាស់សាកសពចំណាត់ខ្មាំងជាឧបករណ៍សម្រាប់ចរចាហើយបានប្រមានថាសង្គ្រាមអាចនឹងវិលបន្តប្រសិនបើហាម៉ាស់មិនព្រមធ្វើតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឡែកក្រុមហាម៉ាស់បានថ្លែងថាខ្លួននៅតែបដិញ្ញាចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់និងការប្រគល់សាកសពចំណាត់ខ្មាំងដែលនៅសេសសល់ទាំងអស់នៅថ្ងៃទី17ខែតុលាកន្លងទៅក្រុមហាម៉ាស់បានអំពាវនាវដល់ភាគីអ្នកសម្របសម្រួលឲ្យជំរុញអនុវត្តលក្ខខណ្ឌបន្តបន្ទាប់ដែលមានក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលជាអាទិភាពក្នុងការបើកច្រកព្រំដែនឡើងវិញការអនុញ្ញាតឲ្យមានជំនួយចូលការចាប់ផ្ដើមកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញការបង្កើតរដ្ឋបាលនិងការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាសង្គ្រាមបង្ហូរឈាមរវាងជាតិសាសន៍ទាំងពីរបានបញ្ចប់នៅតំបន់ហ្គាហ្សាក្រោមផែនការរបស់លោកត្រាំដែលមានអេស៊ីបកាតានិងទូគីគឺជាតួអង្គសម្របសម្រួលទោះជាយ៉ាងណាភ្នាក់ងារការពារស៊ីវិលនៅតំបន់ហ្គាហ្សាបានអះអាងថានៅថ្ងៃទី17ខែតុលាមានមនុស្សមួយចំនួន11នាក់ក្នុងនោះមានកុមារ7នាក់និងស្ត្រី3នាក់បានស្លាប់ក្នុងការបាញ់ប្រហារពីសំណាក់ទាហានអ៊ីស្រាអែលលើយានយន្តមួយនៅភាគអាគ្នេយ៍យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើឧបទ្ទវហេតុនេះទេខណៈដែលក្រុមហាម៉ាស់បានចោទអ៊ីស្រាអែលម្ដងទៀតថាបានបំពានបទឈប់បាញ់ទាំងអស់នេះបានបង្ហាញថាស្ថានភាពនៅតំបន់ហ្គាហ្សានៅតែបន្តតានតឹងទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយការបញ្ជូនសាកសពនិងការផ្ទេរចំណាត់ខ្មាំងជាបន្តបន្ទាប់បង្ហាញពីការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការរកដំណោះស្រាយមនុស្សធម៌ទោះជាយ៉ាងណាការប៉ះទង្គិចគ្នានិងការចោទប្រកាន់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់អំពីការបំពានលើបទឈប់បាញ់បន្ថែមភាពមិនប្រាកដប្រជានឹងអាចបង្ហាញថាសង្គ្រាមនៅតែមានឱកាសកើតឡើងវិញប្រសិនបើដំណើរការចរចាសន្តិភាពមិនអាចនាំទៅរកលទ្ធផលជាក់លាក់បាន
កុំភ្លេចចុច Like និង Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទៀតសូមអរគុណ